Nê pê prắc so pê pi mau ọt chong kênh ọt đấng thua ấy tỏ một rốt hạt pran 8 គីឡូជាមួយខ្ញុំទាំងអស់គ្នាស្ដីអ្នកទាំងអស់គ្នាខ្ញុំណាភិនព្រឹកនេះដែរគឺខ្ញុំនឹងមករត់8 គីឡូទុកជាការហាត់ប្រាណចង់ដឹងថាទៅជាយ៉ាងណាតោះយើងទៅតាមដានទាំងអស់គ្នាព្រលឹមឡើងគឺយើងត្រូវរកអីទ្រាប់ពោះហើយសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំពងមាន់ស្រែ2គ្រាប់ហើយជាមួយនឹងកាហ្វេដោយសារតែវាស្រួលកិនដល់កាពះហើយណាមួយគឺវាស្រួលធ្វើទៀតមុននឹងរត់ចឹងគឺខ្ញុំអត់ចង់ញ៉ាំអីច្រើនទេអ្នកទាំងអស់គ្នាដោយសារតែបើសិនជាយើងញ៉ាំច្រើនគឺវាអាចនឹងពិបាកដល់ការរត់ហើយរត់អត់បានឆ្ងាយទៀតបើបានពងមាន់ជាមួយនឹងកាហ្វេនឹងវិញគឺត្រូវគ្នាតែម្ដងពងមាន់គឺវាមានជាតិប្រូតេអ៊ីនវាជួយដល់សាច់ដុំរបស់យើងចំណែកឯកាហ្វេវិញគឺវាមានជាតិកាហ្វេអ៊ីនគឺជួយផ្ដល់ថាមពលឲ្យយើងនៅពេលដែលយើងរត់ចឹងទៅបាទអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់បានមុខច្បូនជ្រុងផតដូចខ្ញុំអីអាចសាអាហារពេលព្រឹកមួយនេះបានអាហារពេលព្រឹកគឺវាពិតជាសំខាន់ខ្លាំងមែនទែនតិចក៏ដោយច្រើនក៏ដោយគឺយើងត្រូវតែញ៉ាំហើយបើសិនជាយើងត្រូវធ្វើលំហាត់ប្រាណដូចចេះផងបើសិនជាអត់ញ៉ាំគឺដួលតែម្ដងអ្នកទាំងអស់គ្នាខ្ញុំហ៊ានធានាញ៉ាំអីហើយគឺយើងរៀបចំពាក់អាវពាក់មួករបស់យើងដើម្បីត្រៀមនឹងរត់ហើយមុននឹងរត់គឺយើងចាំបាច់គឺត្រូវតែកម្ដៅសាច់ដុំសិនយើងសម្រួលសាច់ដុំរបស់យើងតាំងពីក្បាលដល់ចុងជើងហ្មងអ្នកទាំងអស់គ្នាការកម្ដៅសាច់ដុំនេះគឺវាពិតជាចាំបាច់ខ្លាំងមែនទែនបើសិនជាយើងអត់បានកម្ដៅសាច់ដុំទេគឺធ្វើឲ្យសាច់ដុំរបស់យើងឆាប់ខូចឆាប់ឈឺហើយជាពិសេសគឺរមួលក្រពើនឹងហ្មងហើយបើសិនជាយើងអត់តន់កម្ដៅសាច់ដុំហើយយើងទៅរត់ហ្មងគឺហត់ខ្លាំងមែនទែនដោយសារចង្វាក់បេះដូងយើងគឺវាអត់តន់ស៊ាំនឹងលំហាត់ប្រាណដែលយើងកំពុងតែហាត់នឹងទេកម្ដៅសាច់ដុំរួចរាល់គឺយើងចាប់ផ្ដើមចេញបេសកកម្ម8 គីឡូម៉ែត្ររបស់យើងដោយចាប់ផ្ដើមមុនដំបូងគឺយើងដើរសិនដើម្បីឲ្យសាច់ដុំរបស់យើងអីដំណើរការបានល្អចង្វាក់បេះដូងដំណើរការបានល្អហើយយើងចាប់ផ្ដើមរត់តែម្ដងរត់ពេលព្រលឹមបែបហ្នឹងគឺវាពិតជាស្រស់ស្រាយហើយស្ងប់ស្ងាត់ខ្លាំងមែនទែនគឺមានតែយើងហើយជាមួយនឹងបរិយាកាសជុំវិញខ្លួនរបស់យើងទេបើសិនជាឲ្យខ្ញុំរើសថារត់ពេលព្រឹកហើយជាមួយនឹងរត់ពេលល្ងាចគឺខ្ញុំ 100% គឺដឹងតែរត់ពេលព្រឹកហើយដោយសារអារម្មណ៍នៅពេលដែលងើបមកភ្លាមបានកាហ្វេមួយកែវហើយរត់បែកញើសខ្ចាយអញ្ចឹងឲ្យពេលទៅមុជទឹកវិញទៅធ្វើការគឺវាពិតជាស្រស់ស្រាយហើយមានអារម្មណ៍ល្អខ្លាំងមែនទែនហើយពេលពងរត់គឺមានឆ្កែមួយមកព្រុសខ្ញុំដូចស្អីចឹងធ្វើដូចឯងនឹងយករបស់វាតាំងពេលណាចឹងក៏ទៅខ្ញុំដូចធុងមានប្រជាប្រិយភាពដល់ហើយទៅដល់ណាឆ្កែព្រុសកន្លែងហ្នឹងរត់ចុះរត់ឡើងលេងសោះគឺខ្ញុំបានរត់មកដល់មហាវិថីឈ្នះហើយខ្ញុំក៏បានឈានចូលលេងវាមានឈ្នះតិចទៅវិមានឈ្នះនេះដែរគឺកសាងឡើងគោលបំណងគឺជានិមិត្តរូបនៃសុខសន្តិភាពដែលប្រទេសកម្ពុជាយើងទទួលបានក្រោយពីរងសង្គ្រាមរ៉ាំរ៉ៃជាច្រើនជំនាន់មកសំណង់វិមានឈ្នះនេះគឺពិតជាមានទីធ្លាធំទូលាយខ្លាំងមែនទែនហើយមានរូបមានវត្ថុប្រវត្តិសាស្ត្រជាច្រើនដែលទុកជាការរំលឹកដល់ក្មេងជំនាន់ក្រោយពីការខិតខំតស៊ូព្យាយាមរបស់រដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាពមកជូនប្រទេសជាតិឡើងវិញទីធ្លាខាងក្រៅដូចជាសួនអីនេះវិញពេលព្រឹកគឺខ្ញុំចូលមកអស់លុយតែអ្នកទាំងអស់គ្នាខ្ញុំដើរចូលមកហ្មងហើយតិចស្រួលខ្លាំងមែនទែនដោយសារតែវាអមដោយដើមឈើផ្សេងបរិយាកាសនៅទីនេះពេលព្រឹកគឺស្ងប់ស្ងាត់ស្រស់ស្រាយមានតែខ្ញុំតែឯងហ្មងនឹងអ្នកទាំងអស់គ្នាមករត់មកអីដើរលេងពេញកន្លែងរបស់គេនេះដើរចុះឡើងក្នុងបរិវេណវាមានឈ្នះហ្នឹងខ្ញុំក៏បានឃើញកន្លែងហាត់ប្រាណនេះដែរគឺនៅខាងស្ដាំដៃនៃបរិវេណវាមានឈ្នះអ្នកទាំងអស់គ្នាខ្ញុំឃើញអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមហាត់ប្រាណអីតិចតួចដើម្បីជាជំនួយដល់សាច់ដុំរបស់យើងដោយសារតែយើងរត់មកច្រើនហើយហាត់ប្រាណដល់ម៉ោងមេឃពេញក្តៅគឺបែកញើសជោកតែម្ដងអ្នកទាំងអស់គ្នាអាវដៃវែងចឹងផងគឺពេញលេងតែម្ដងហើយខ្ញុំក៏បានចូលទិញទឹកមួយដបនៅកន្លែងគេលក់នៅជិតហ្នឹងមិនលក់ទឹកទេបងហ្នឹងហើយខ្ញុំយកទឹកមួយដបបងបានទឹកមួយដបនេះគឺមានជីវិតជីវ៉ាឡើងវិញហ្មងអ្នកទាំងអស់គ្នាហើយខ្ញុំក៏បានដើរទៅកន្លែងដែលខ្ញុំចាប់ផ្ដើមរត់មុនដំបូងពេលដែលខ្ញុំដើរទៅដល់ហ្នឹងគឺខ្ញុំឃើញថាសាច់រត់របស់ខ្ញុំហ្នឹងគឺបាន5 គីឡូជាងហើយខ្ញុំក៏សម្រេចចិត្តដើរថែម3 គីឡូទៀតដោយសារតែវាមិនទាន់ហត់ខ្លាំងផងទុកជាការហាត់ប្រាណចុះដើរចុះឡើងស្ដាប់បទចម្រៀងខ្លះមើលទេសភាពខ្លះច្រៀងខ្លះគិតខ្លះ
ហើយចុះឡើងគឺខ្ញុំបានដល់គោលដៅរបស់ខ្ញុំគឺ8គីឡូតែម្ដងអ្នកទាំងអស់គ្នាហាត់ប្រាណចប់ខ្ញុំក៏បានរៀបចំខ្លួនស្លៀកពាក់មកទិញកៅអៅអីតិចតួចនៅកន្លែងសែនដូនេះដោយសារតែឮគេថាមានប្រូម៉ូសិនពិសេសខ្ញុំចូលចិត្តណាប្រូម៉ូសិនចឹងខ្ញុំមកភ្លាមហ្មងណាមួយជិតចូលឆ្នាំខ្មែរផងនៅទាំងអស់គ្នាអញ្ចឹងក៏រកកៅអៅទិញឲ្យហើយសម្រាប់ចូលឆ្នាំខ្មែរដោយសារតែឥឡូវខែ3តែខួបក្បាលទៅដល់ខែ4ចូលឆ្នាំខ្មែរបាញ់ទឹកបាត់ហើយសំខាន់គឺខាងសែនដូមានប្រូម៉ូសិនពិសេសរហូតដល់ 80% ទាំងទំនិញក្នុងហាងនិងទំនិញក្នុងអេបហើយប្រូម៉ូសិននេះដែរគឺមានចាប់ពីថ្ងៃទី14ខែមិនិនា2025នេះតទៅគ្រប់សាខារបស់សែនដូទាំងអស់អ្នកទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាមើលវីដេអូខ្ញុំហើយកុំភ្លេចចូលរួមហាត់ប្រាណទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជម្រាបលាបាយបាយ